សួស្តីបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងគ្នាអំពីរបៀបបង្កើត Facebook page cover ជាលក្ខណៈ portrait ជាមួយនឹងកម្មវិធី Canva កម្មវិធី Canva ជាកម្មវិធីបាទ design មួយដែលងាយស្រួលក្នុងការប្រើប្រាស់អញ្ចឹងដើម្បីកុំឲ្យកាត់ពេលយូរយើងចូលទៅជាមួយគ្នាទីមួយគឺយើងចូលទៅ browser របស់ Chrome យើងវាយពាក្យ Canva បាទនេះចុច Enter បាទពេលដែលបងប្អូនមកដល់កន្លែងនេះហើយគឺបងប្អូនអាចធ្វើការជ្រើសរើសច្រើនរបៀបក្នុងការបង្កើត Facebook page cover របស់យើងបងប្អូនអាចចូលមក social media នេះក៏បានបងប្អូនអាចចូលកន្លែង create ដែលមានសញ្ញាបូកនេះក៏បានអញ្ចឹងមានច្រើនរបៀបឬក៏បងប្អូនអាច search កន្លែងនេះក៏បានដែរហើយដោយសារមាននៅកន្លែងនេះស្រាប់ខ្ញុំចូល social media ពេលមកដល់ social media នេះគឺយើងមាន popular មាន Facebook មាន Instagram មាន LinkedIn មាន Pinterest TikTok X Twitter YouTube តែអ្វីដែលយើងចង់បង្កើតសម្រាប់កម្មវិធីរៀនយើងថ្ងៃនេះគឺតាក់ទងទៅនឹង Facebook cover លក្ខណៈ landscape ដែលមានទំហំ size របស់វាគឺ851 គុណនឹង315 pixel អញ្ចឹងយើងអាច click ទៅលើវាបានពេលដែលបងប្អូនទាំងគ្នា click រួចហើយគឺវាចេញផ្ទាំងសបែបនេះគឺអត់មាន design អ្វីទាំងអស់ហើយមើលនៅខាងឆ្វេងដៃគឺយើងមើលឃើញ template គឺយើងឃើញមាន template ច្រើនដែលយើងអាចយកមកប្រើប្រាស់បានបាទអញ្ចឹងបងប្អូនមើលទៅតើ template មួយណាត្រូវជាមួយនឹងប្រភេទអាជីវកម្មរបស់យើងបងប្អូនអាចបាទ scroll មើលតិចម្ដងទៅហ្នឹងហើយបាទអញ្ចឹងបើសិនជាអត់ឃើញថាមានត្រូវជាមួយនឹងប្រភេទអាជីវកម្មរបស់យើងទេបងប្អូនអាច search នៅកន្លែងនេះឧទាហរណ៍ថាអាជីវកម្មរបស់យើងបើក្លឹបហាត់ប្រាណយើងអាចវាយ sport អញ្ចឹងទៅហើយ enter វាចេញ template បាទមានទាំងពាក្យមានទាំងរូប model បាទនឹង design element ផ្សេងបងប្អូនស្រឡាញ់បងប្អូនជ្រើសរើសយកមួយយកមកប្រើទៅឧទាហរណ៍តែខ្ញុំចិត្តមួយនេះបាទអញ្ចឹងបងប្អូនអាចជ្រើសរើសយកវាហើយយើងអាចបើកែសម្រួលអក្សរពីពេច website របស់យើងបាទត្រូវជាមួយនឹងប្រភេទអាជីវកម្មរបស់យើងបាទបើសិនជាអត់ទេខ្ញុំ control Z ឡើងវិញខ្ញុំចង់បានការ design ខ្លួនឯងអញ្ចឹងការ design ខ្លួនឯងយើងត្រូវតែដែលមាន asset របស់យើងមានរូបថតមានអក្សរដែលយើងត្រូវការប្រើប្រាស់អញ្ចឹងណានឹង icon ផ្សេងអញ្ចឹងខ្ញុំនឹង design ខ្លួនឯងលក្ខណៈងាយស្រួលគឺខ្ញុំបាន upload រូបភាពរួចហើយគឺនេះរូបភាពនេះបាទអញ្ចឹងខ្ញុំទាញវាមកបាទដាក់ពេញផ្ទៃវាតែម្ដងអញ្ចឹងវាដាច់ខ្លួនយើងសេរីវាមកបាទបានតែម្ដងយើងឃើញថាស្អាតហើយយើងចុចពាក្យដាក់កន្លែងនេះយើងមានតែរូបភាពទេអញ្ចឹងយើងត្រូវការថែមអក្សរបាទយើងអាចចុចអក្សរកន្លែងនេះយើងអាចដាក់ title របស់យើង heading របស់យើងចង់ដាក់ H online learning បាទពេលដែលវាអក្សរធំពេលអញ្ចឹងយើងអាចរួមវាដូចនេះយើងបើវាមានបន្ទាត់តម្រាំឲ្យយើងឃើញសារតាមបាទហើយពណ៌ខ្មៅដូចអត់ស៊ីទេខ្ញុំចង់ដូរពណ៌បាទយើងចុចនៅកន្លែង text color នេះ
យើងជ្រើសរើសយក color ដែលយើងប្រើប្រាស់ខ្ញុំឆ្លាញ់ពណ៌ក្រួយនេះតមកគឺយើងដាក់បាទ subheading ថាប្រភេទអាជីវកម្មយើងដឹង online learning តែយើងចង់ឲ្យគាត់ទាំងអស់គ្នារៀនពីអីទេគឺឥឡូវគេកំពុងពេញនិយម AI យើងអាចដាក់ master AI and stay nhưng mà sau vừa quen cái chẳng ai cũng đủ việc lấy chỉ bị chùa chẳng ai đã ai chẳng ai lại cái gì sẽ cái đây chẳng ai đã tu tích sắp hết điện ấy mình đồ trong đồ là đã cái trong quả xó rồi tới phải là sẽ hỏi ok chứ giờ ngài trộn vào phần này sẽ ai dân trực tiếp download bây giờ tập vào cho mọi người Facebook chẳng dùng vào viên file type cho nó chẳng ai chịu bài JPG rồi có PNG làm xem thì nhưng nhằm cho JPG là từ best for sharing hãy nhằm click download và download rồi hỏi lượn lại và chứng là và này từ việc đại diện bản design và lại cái nào lớn nghĩa xua lại nhằm vào đấy chứng nhằm cho từ Facebook và page bao nhiêu phải Facebookនេះគឺជា Facebook page របស់ខ្ញុំគឺ Theravan បាទអញ្ចឹងបងប្អូនអាចជួយចុច follow ផងបាទបើសិនជាពេញចិត្តនឹងការរៀនឬក៏ការបង្ហាញរបស់នៅថ្ងៃនេះយើងមានកន្លែងនេះគឺដល់ស្អាតទេខ្ញុំចូលទៅ edit cover page ខ្ញុំ upload បាទ cover photo អញ្ចឹងសំដៅយកសេនេះ upload នេះទៅបាទនេះ cutting edge online learning បាទអញ្ចឹងយើងរងចាំបន្តិចវាក៏យើងអាចតែត្រាក់វាក៏បានដែរប៉ុន្តែដោយសារយើងមានຂະຫນាត់ត្រឹមត្រូវគឺដាក់មកវាត្រូវតែម្ដងមិនចាំបាច់ទាញទៅមុខទៅក្រោយឡើងលើចក្រោមទេបាទអញ្ចឹងយើងស្រាប់ហើយយើង save changes រងចាំតែយើងបង save បាទវា save រួចហើយនេះគឺជា Facebook page cover ថ្មីដែលយើងបានធ្វើបាទអរគុណច្រើនមិនមែនតែប៉ុណ្្នឹងទេជំរាបលា